ទីមួយចំណេះដឹងបង្កើនសមត្ថភាពមនុស្សក្នុងការប្រកួតប្រជែងឥឡូវទីផ្សារសេរីចឹងមនុស្សម្នាក់ចង់ប្រកួតប្រជែងចាប់យកឱកាសតលតែមានកម្រិតសមត្ថភាពខ្ពស់មានការចេះដឹងនិងការអប់រំអាចទាំងបទពិសោធន៍ជាមួយគ្នាទៅផងទាំងទ្រឹស្ដីនិងការរវត្តជាក់ស្ដែងទៅអញ្ចឹងសម្រាប់ប្រទេសជាតិពេលដែលយើងមានមនុស្សមានប្រជាជនច្រើនដែលមានចំណេះដឹងដែលអាចប្រកួតប្រជែងបាននឹងជួយឲ្យប្រទេសយើងប្រកួតប្រជែងបានបាទសម័យឥឡូវប្រជាជនម្នាក់មិនខុសពីប្រទេសមួយទេយើងរស់នៅក្នុងអាស៊ានយើងរស់នៅក្នុងអាស៊ីយើងរស់នៅក្នុងពិភពលោកយើងត្រូវប្រកួតប្រជែងប៉ុន្តែការសហការជាមួយបណ្ដាប្រទេសត្រូវតែធ្វើយើងអត់ទៅឆ្លោះជាមួយពីដាគេទេអត់ច្បាំងគ្នាជាមួយពីដាគេទេប៉ុន្តែការប្រកួតប្រជែងខាងសេដ្ឋកិច្ចដើម្បីពង្រឹងខ្លួនឯងគឺជាការចាំបាច់នឹងហើយដែលយើងត្រូវការធនធានមនុស្សដែលមានភាពប្រកួតប្រជែងប្រជាជនម្នាក់ភាពប្រកួតប្រជែងខិតខំប្រឹងប្រែងទៅហើយដែលធ្វើឲ្យកម្លាំងសរុបរបស់យើងរឹងមាំប្រទេសយើងមានភាពប្រកួតប្រជែងហើយនេះហើយការវិនិយោគទៅលើវិស័យអប់រំបង្កលក្ខណៈឲ្យប្រជាជនយើងអាចប្រកួតប្រជែងកាន់តែមានភាពប្រកួតប្រជែងគឺឲ្យប្រទេសយើងកាន់តែប្រកួតប្រជែងនេះជាចម្លើយមួយនៃថាហេតុអីបានជាយើងទៅវិនិយោគលើវិស័យអប់រំនិងបើកឱកាសឲ្យច្រើន